ជាបន្តក៏សូមស្វាគមន៍ការប្រកួតប្រយុទ្ធស្ម័គ្រចិត្តបរោះទម្ងន់50គីឡូក្រាមវគ្គជម្រុះជុំទី2ធ្វើការប្រយុទ្ធនៅទីលានទី2ជាបន្តទៀតក៏សូមស្វាគមន៍អ្នកលេងក្បិនក្រហមអញ្ជើញមកពីសាលាគុនរបស់កតោរតនអេសានអ្នកលេងក្បិនក្រហមអោរ៉ាធានីជាបន្តស្វាគមន៍ដល់វត្តមានអ្នកលេងក្បិនខៀវមកពីសាលាគុនរស្មីដូនពេញគុនខ្មែរភឿងសំភ័បាទអរគុណច្រើនពុកម៉ែបងប្អូនទស្សនិកជនជាទីមេត្រីបាទយើងឈានដល់ការប្រកួតគូបន្ទាប់ទៅណាមិនឆ្ងាយទេនៅតែជាការប្រយុទ្ធស្ម័គ្រចិត្តបាទវិញ្ញាសាបរោះទម្ងន់50គីឡូក្រាមជាបន្តទៀតបាទដែលជាការប្រកួតនៅក្នុងជុំទី2ហើយការប្រកួតសម្រាប់វត្តមានអ្នកទាំងពីរបាទគឺធ្វើការប្រយុទ្ធនៅទីលានបាទប្រយុទ្ធបាទទី2តែម្ដងបាទអញ្ចឹងច្បាប់លក្ខន្តិកៈនៃការប្រកួតក៏សង្ឃឹមថាបងប្អូនយើងបានជ្រាបខ្លះហើយកំពុងតែការប្រកួតតាំងតែពីព្រឹកបាទព្រលឹមមកម្លេះបាទឈានមកដល់វេលាថ្មនេះម៉ោង6ជាងហើយបញ្ជាក់ជូនថាអ្នកដែលឈ្នះបាទសម្រាប់ការប្រកួតបាទថ្ងៃទី1នេះនឹងមានភារកិច្ចបាទធ្វើការប្រកួតបាទវគ្គពាក់កណ្ដាលប្រៃព្រាត់មកទៅថ្ងៃស្អែកជាបន្តទៀតហើយឈានដល់ថ្ងៃទី20ដែលចំថ្ងៃអាទិត្យគឺធ្វើការប្រកួតវគ្គផ្ដាច់ព្រាត់តែម្ដងដើម្បីដណ្ដើមនៅមេដាយមាសបាទអញ្ចឹងគឺពិតជាពិសេសមែនទែនហើយអរគុណសម្រាប់ប្រមុខថ្នាក់ដឹកនាំដែលលោកបានយកចិត្តទុកដាក់នៅក្នុងការបង្កើតនៅព្រឹត្តិការណ៍បាទគឺការប្រកួតកីឡាយុទ្ធគុណចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចបវរធម្មដីបាទលើកទី1បាទដំបូងតែម្ដងឆ្នាំ2024នេះហើយយើងមានការប្រកួតបាទគឺពាក់កណ្ដាលអាជីពមានការប្រកួតបាទគឺកម្រិតអាជីពហើយសង្ឃឹមថាបន្តបាទលើកទី2លើកទី3នឹងមានអ្វីដែលកាន់តែពិសេសបាទជូនដល់ពុកម៉ែបងប្អូនអញ្ចឹងគឺថ្មីមែនទែនបាទទាំងបាទកីឡាករបាទទាំងអ្នកយុទ្ធលេងយុទ្ធគុណទាំងអស់បាទថ្មីទាំងពិធីករបាទអញ្ចឹងគឺព្យាយាមបាទគឺជម្រាបបាទតាមលទ្ធភាពអ្វីដែលអាចធ្វើទៅបានបាទជូនពុកម៉ែបងប្អូនបាទសង្ឃឹមថាបងប្អូនយើងនឹងជ្រាបបាទក៏ដូចជាទទួលបានដឹងអំពីបាទលក្ខន្តិកៈក៏ដូចជាច្បាប់នៃការប្រកួតបាទតាក់ទងទៅនឹងយុទ្ធគុណបាទចម្រុះខ្មែរបុរាណដែលបានបន្សល់ទុកតាំងពីដូនតាបាទឥឡូវយើងក៏លេខមកមើលលើសង្វៀនទី2បាទយើងចុះគីឡូបន្តិចបាទមុនហ្នឹងយើងមានគីឡូ6គីឡូ7ឥឡូវនេះចុះមកគីឡូ50គីឡូក្រាមបាទបកគោក្រហមអ្នកលេងក្បិនក្រហមបាទរិទ្ធធានីបាទប៉ះជាមួយអ្នកលេងក្បិនខៀវសំភពបាទអាយ៉ាគីឡូ50នេះគឺថាគីឡូដែលកំពុងពេញរាងកាយរហ័សរហួនបាទហើយបើនិយាយពីអាវុធបាទក៏មិនជាស្រាលបងប្អូនឥឡូវនេះបាទបកគោខៀវសំភពមិញហក់ទៅបាទហក់ទៅព្រមដូចឈ្មោះគាត់ហ្នឹងហក់ទៅសំព្រមស្អីចឹងបើតែចូលដៃស្ដាំមួយអាយយអាយ៉ាខ្នាខ្នៃណែចាប់ជើងជាប់បកែរវេជើងហ្នឹងចាប់ជើងជាប់កាច់ហើយក៏អូយយ៉ាងម៉េចហើយបាទវាយតំពីលើ1 2បាទពីសំភពបាទរិទ្ធធានីនៅពីលើកាច់ជើងអូយបាទអ្នកទាំងពីរនេះហាក់បីដូចជាមានជំនាញបាទនៅក្នុងការប្រកួតបែបគុណចម្រុះមែនទេបងប្អូនឥឡូវចាប់កាច់ជើងបាទខាងឆ្វេងបាទកាច់អើយទៅអើយបាទអញ្ចឹងមិនជាសំភពយ៉ាងមិនហើយអញ្ញាកណ្ដាលសម្រាប់ចិត្តបំបែកដោយសារតែมันមានសកម្មភាពអីផ្សេងក្រៅពីការវាយបាទអញ្ចឹងរយៈពេលបាទដូចជា5វិឬក៏10វិបើសិនជាมันមានសកម្មភាពអីគឺបំបែកតែម្ដងបាទឥឡូវនេះអូយគីឡូ50បាទរៀងប្លែកភ្នែកបងប្អូនបាទដោយសារតែភាពរហ័សរហួនរបស់អ្នកទាំងពីរភាពកមិចកម៉ៅរួមទាំងការប្រយុទ្ធមើលទៅតាក់ទាញមែនទែនសំភពបកគោខៀវបាទរិទ្ធធានីបាទឈ្មោះដូចនារីប៉ុន្តែវាយបាទកាចបាទបកគោក្រហមបាទរិទ្ធធានីកំពុងវែកផ្លាយកាយប្រឡងវែកមើលកន្លែងណាវែកមួយអញ្ញាកណ្ដាលបុក
បុកហើយក៏យាជើងស្ដាំចោលបាទអត់បានបន្ទូទេយាចោលអញ្ចឹងដើរចូលវិរិទ្ធរាជធានីកំពង់គៀងបាទរាជធានីនេះមើលទៅបកែក្លេបាទឯបកគោឃីវមើលទៅគាត់បកែក្បាច់អញ្ចឹងម្យ៉ាងម្នាក់បាទអ្នកបកែក្បាច់ប៉ះអ្នកបកែក្លេឥឡូវនេះអាញាកដាលថាបុកណាបាទពាក់កដាលផ្លូវហើយបាទចង់បុកតែខ្លាចជាប់តាក់ដូចមិញឥឡូវនេះរឹតរាជធានីចលោ1 2ដើរចូលវារឹតរាជធានីអត់តាន់ទេបាទរៀងឲ្យញើតគ្នាបាទដាក់មកប្រៅវិញស្ដាំម្ដាយនេះអត់ត្រូវចូលស្ដាំម្ដាយទៀតបានត្រូវស្ដាំពីលើមួយទៀតចាប់ជាប់ក្លេចូលកកប៉ុន្តែដោះក្លេចេញវិញបាទពីសំភពអូយគីឡូ50បាទប្រៅមិញនេះយើងមានគីឡូ6គីឡូ7ឥឡូវចូលម្ដង1គីឡូ50រឿងប្លែកបាទតាមរយៈការវារបស់អ្នកទាំងពីរក៏មិនក៏ម៉ើមបាទភាពរហ័សរហួនឥឡូវនេះរឹតរាជធានីក្រហមដើរចូលវារឹតរាជធានីកំពុងចូលស្ដាប់ម្ដាយពីកំពុងឈ្មោះអូយស្ដាប់ម្ដាយមិនអត់ត្រូវប៉ុន្តែមកត្រូវមកក្រហមវិញបាទពីដៃបាទពីរឹតរាជធានីប៉ុន្តែសម្ភពថាដូចជាមិនមានអីធ្ងន់បាទលើកដៃឲ្យជាសញ្ញាថាខ្ញុំអត់អីទេបាទអត់តន់អីចាំមើលតិចទៀតបាទគីឡូអីឥឡូវនេះរឹតរាជធានីបាទហើយនឹងសំភពអូយបាទគូនេះល្អប៉ះស្អាតបងប្អូនបាទសមត្ថភាពបហាក់បហែលគ្នាបាទចិត្តចប់ទឹកហើយដើរចូលបាទបដូរម្នាក់ពីរដៃហើយក៏សុបេសបាដួលក្រហមអញ្ញាកណាអូយបាទបកគោឃីវថាសុំតូលគ្រូបាទមិនជ្រុលជើងតិចបាទប៉ុន្តែមិនជាបញ្ហាចោលទេបាទអូយអត់តោះហើយបាទសម្រាប់អ្នកទាំងពីរបាទឥឡូវនេះឃីវបាទកំពុងសន្លឹងមើលខាងណាអូសន្លឹងមើលនីតិអត់តន់ដល់ទេបាទតែដល់លឺជួងហើយរាជធានីក៏មិនក៏បានទាត់ស្ដាំចូលស្ដាំម្ដាយហ្វ្រីម្ដាយបាទចាប់ទឹកល្មមអូយចាំមើលបន្ទុកបាទខាងណាខាងនេះបាទឥឡូវនេះកលេចមកមើលបន្ទុកគឺខាងបាទរដ្ឋធានីបាទបាន2បន្ទុករីឯបកគលឃីវសំភពបាទបាន1បន្ទុកបាទប្រផិតប្រផោយគីឡូ50បាទលះលឿនដូចគ្នាហើយបងប្អូនដែលកំពុងតែទស្សនាផ្ទាល់និងទស្សនានៅតាមគេដ្ឋានបាទកុំភ្លេចបាទអរគុណច្រើនពុកម៉ែបងប្អូនទស្សនិកជនជាទីមេត្រីស្វាគមន៍ការប្រយុទ្ធស្ម័គ្រចិត្តបរិះទម្ងន់50គីឡូក្រាមបាទជុំទី2យើងធ្វើការប្រកួតនៅទីលានទី3ក៏សូមស្វាគមន៍វត្តមានអ្នកលេងក្បិនក្រហមដែលចេញមកពីសាលាគុនលបុកតោគោតបជ័យខេត្តកំពង់ឆ្នាំងស្វាគមន៍អ្នកលេងក្បិនក្រហមយោតា បាទនឹងស្វាគមន៍ដល់វត្តមានរបស់អ្នកលេងក្បិនឃីវមកពីសាលាគុនយុវជនមរតកគុនខ្មែរដាំវណ្ណាបាទឥឡូវនេះការប្រកួតសង្វៀនទី2បាទភ្លេងចាប់ផ្ដើមរំថើនបណ្ដាហើយកីឡាករក៏បានដឹងពីបន្ទុករៀងខ្លួនបាទការពិទឹក2មិញនេះឃើញថាបដិញគ្នាមែនទែនបាទជាលទ្ធផលគឺខាងក្រហមនាំមុខ2រីឯខាងឃីវបន្ទុក1បាទកីឡាករត្រៀមបាទមួយទឹកចុងក្រោយបាទសម្រាប់រដ្ឋធានីនិងសំភពបាទគីឡូ50បាទអូប្រកួតល្អមែនទែនបាទសម្រាប់អ្នកទាំងពីរ
បាទសូមពេលបន្តិចបងប្អូនយើងបាទគណៈកម្មការលោកកំពុងតែធ្វើការបាទពិនិត្យនៅបច្ចេកទេសបន្តិចបាទរូបភាព switch បាទមកកាន់ទីលានទី2ហើយបាទវត្តមានអ្នកលេងក្បាន់ក្រហមក៏ដូចជាយុទ្ធតគុណក្បាន់ខៀវក៏ត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបង្ហាញបាទនៅក្បាច់គុណជូនពុកម៉ែបងប្អូនក៏ដូចជាបង្ហាញបាទនៅការប្រយុទ្ធដើម្បីទទួលបានជ័យជំនះនៅក្នុងការឈានទៅកាន់ជុំជាបន្តបាទដោយសារតែថ្ងៃនេះជាការប្រកួតជំរុះបាទអញ្ចឹងថ្ងៃស្អែកជឿចិត្តថាបងប្អូនយើងនឹងបានឈួតចិត្តដែរបាទជាមួយនឹងការប្រកួតបាទវគ្គពាក់កណ្ដាប់ផ្លាច់ព្រាត់ដែលសិតសឹងតែជាជើងខ្លាំងតែម្ដងបាទបងកំសង់បាទត្រូវឡើងទៅជួបគ្នាបាទថ្ងៃនេះយើងជំរុះផងក៏ក្រៅប៉ុណ្ណឹងបាទទម្រាំថ្ងៃស្អែកគេហៅថាអ្នកឈ្នះប៉ះអ្នកឈ្នះកាន់តែក៏ក្រៅទ្វេដងបាទបាទអញ្ចឹងថ្ងៃស្អែកជាថ្ងៃចុងសប្តាហ៍ណោះបាទបងប្អូនយើងអញ្ជើញមកទស្សនាឲ្យបានច្រើនកកទាំងអស់គ្នាបាទទីតាំងប្រកួតនៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកហើយយើងមានការប្រកួតនៅសល់2ថ្ងៃបន្តទៀតបាទស្អែកនិងខាន់ស្អែកបាទហើយថ្ងៃនេះបាទនៅពេលបន្តទៀតនេះគឺមានកីឡាករគុណខ្មែរយើងចូលរួមច្រើនរូបមែនទែនបាទក្នុងនោះក៏មានវត្តមានដូចជាម៉ឺនមីខៀប៉ះឡុងឡាបាទគូនេះគឺមានរឿងត្រូវនិយាយគ្នាណាបាទមីខៀក៏ល្អទៅហើយប៉ុន្តែឡុងឡានេះជំនាញ MMA ស្រាប់បាទការប្រកួតប្រយុទ្ធអាជីពបាទទម្ងន់65គីឡូក្រាមជម្រុះជុំទី1ទេក៏ប៉ុន្តែកម្រិតអាជីពទើបតែជួបគ្នាល្ងាចនេះតែម្ដងមកកំសងបាទក្នុងនោះមានសោតសម្បូរបាទត្រូវជួយជាមួយនឹងណានគីនីនបាទសោមវិឆ័យប៉ះជាមួយនឹងឡុងសំណាងមានលឹមសុកលៀងត្រូវជួយជាមួយសែមកង្គាមានអេវរៈខំជិតពូថងណែជួបជាមួយនឹងឡុងឡាបាទគូដែលបងប្អូនយើងកំពុងតែអ៊ុតមើលតើណាអាចឡើងទៅកាន់ជុំបន្តបាទដល់ឡែកបាទនៅប្រយុទ្ធបាទអាជីពទម្ងន់75គីឡូក្រាមនោះមាននីសុភីបាទត្រូវជួបជាមួយនឹងទេសសំណាងបាទព្រៀបធរៈត្រូវជួបជាមួយនឹងឈឿងល្វីបាទអាត់រិទ្ធីត្រូវជួបជាមួយនឹងមាសម៉ានិងសោមពិសិដ្ឋបាទត្រូវជួបជាមួយនឹងសាហ្វូនបាទគឺសំអឿនសុផាបាទនៅទីលានទី2នៅវិញបាទគឺគណៈកម្មាធិការកំពុងតែញាប់ដៃញាប់ជើងហើយបាទធ្វើការសម្រួលនៅបញ្ហាបច្ចេកទេសបាទធ្វើយ៉ាងណាបន្តិចទៅនឹងផ្ដល់នៅភាពសុក្រិតបាទយុទ្ធធម៌ជូនដល់ទីលានទី2លោកបង្ហាញជាមេដៃថាត្រៀមអាចធ្វើការបន្តការប្រកួតបានបាទអញ្ចឹងបញ្ញាកណ្ដាលនៅលើទីលានក៏ត្រៀមដូចគ្នាកីឡាករបាទអ្នកលេងក្បិនខៀវក្បិនក្រហមក៏ត្រៀមដូចគ្នាបាទអញ្ចឹងក៏កីឡាករយើងបានសម្រាប់រៀងយូរដែរកម្លាំងគិតថាមកពេញវិញហើយឥឡូវនេះការប្រកួតចាប់ផ្ដើមទឹកទី2រឹតរាជធានីប៉ះជាមួយនឹងសំភពបាទចូលដល់ទឹកផ្ដាច់ព្រាត់បាទសម្រាប់កីឡាករទាំងពីរប៉ុន្តែប្រសិនបើលទ្ធផលស្មើនឹងមានការថែមទឹកចំនួន1នាទីបន្ថែមដើមទឹកមួយចាំមើលខាងណាចេញមុនដេផ្លាសេ1 2ពីសំភពដេផ្លាសេដេហើយក៏អត់តន់ចេញទេណែចូលស្ដាំឆ្វេងបោះជង្គង់ស្ដាំពីរឹតរាជធានីបាទសំភពកដាលល្អិលបាទចូលមកកដាលឥឡូវនេះអត់ជាបញ្ហាបាទដើមទឹកពីរនេះឃើញថាអតាក់គ្នាមកប្រាវប៉ុន្តែដូចជាមិនមានអ្វីជាបញ្ហាចោលទេឥឡូវនេះសម្រាប់រឹតរាជធានីកំពុងតែព្យាយាមប្រងចេញដៃហើយបាទខាងក្រហមរីឯខាងខៀវគឺគាត់ល្អជើងបាទជ្រុំជើង1 2ដើរចូលពីសំភពចូលពីដៃរបស់រឹតរាជធានីក៏បន្តថែមចូលចាប់កកចាប់ជាប់ចាប់ក្លេបណ្ដោយចូលក្លេហើយចូលកកសូមគោះដៃចុះចាញ់បាត់ហើយបាទសំភពបាទចូលរួមសោកស្ដាយហើយក៏បាទចូលរួមអបអរដល់បានអ្នកលេងក្បិនក្រហមគឺរឹត
ធានីបងប្អូនអូយធ្វើបាល់ល្អមែនទែនបាទក្បាច់ក្លេមិញលឿនរហ័សមែនទែនបាទអបអរសាទរបាទអ្នកលេងក្បិនក្រហមរិទ្ធធានីបាទយើងអបអរសាទរដល់រដ្ឋធានីបាទដែលទទួលបានជ័យជំនះបាទបន្ទាប់ពីព្រួលបាទភឹងសម្ភពបាទនៅក្នុងពាក់កណ្ដាលផ្លូវទឹកពី